អាយុដំអភិសន្តិបណ្ឌិតសសុខាសម្ពោធដោយប្រើប្រាស់ប្រព័ន្ធទំនើបកម្មព្រំដែននិងសន្តិសុខជាតិប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជាចំនួនទី2 CBMS2 និងមុខងារ Digital បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅរុស្ស៊ីថ្ងៃទី9ខែមិថុនាឆ្នាំ2026នេះក្រោមអធិបតីភាពអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាយុដំអភិសន្តិបណ្ឌិតបានចាត់ទុកប្រព័ន្ធថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀតការចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីឆ្នាំ2024អាយុដំអភិសន្តិបណ្ឌិតបានគូបញ្ជាក់ថាប្រព័ន្ធ CBMS2 នេះនឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្ដែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិនិងការចេញចូលប្រទេសជាពិសេសគឺការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនានាការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធចំនួនទី2នេះគឺជាសក្ខីភាពបង្ហាញពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មរដ្ឋបាលនិងពង្រឹងសន្តិសុខជាតិតាមរយៈបរិវត្តកម្ម Digital ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1នៃរាជរដ្ឋាភិបាលនីតិកាលទី7បច្ចេកវិទ្យា Digital គឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពទាំង5មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី4និងចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចក្នុងគោលដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ2050ដើម្បីធានាឲ្យការប្រើប្រាស់ប្រព័ន្ធ CBMS2 ដំណើរការប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់អាយុដំអភិសន្តិបណ្ឌិតសសុខាបានណែនាំឲ្យបន្តបណ្ដុះបណ្ដាលផ្នែកភាសាបរទេសនិងបច្ចេកវិទ្យា Digital ដើម្បីធានាការប្រើប្រាស់ប្រព័ន្ធឲ្យមានប្រសិទ្ធភាពខ្ពស់និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឲ្យបានហ្មត់ចត់ដើម្បីបង្ការការជ្រៀតចូលឬការយកព័ត៌មានទៅប្រើប្រាស់ដោយខុសច្បាប់អាយុដំអភិសន្តិបណ្ឌិតក៏បានណែនាំឲ្យបន្តតភ្ជាប់ប្រព័ន្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនដើម្បីបង្កើនល្បឿននិងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈដល់អ្នកដំណើរផ្សារភ្ជាប់គ្នារវាងការពង្រឹងសន្តិសុខនិងការផ្តល់សេវាប្រកបដោយភាពរួសរាយរាក់ទាក់វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ការបន្តស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងការវិវត្តនៃបច្ចេកវិទ្យាក៏ដូចជាបញ្ហាប្រឈមថ្មីៗក្នុងតំបន់និងពិភពលោកនិងការសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិប្រទេសជាមិត្តនិងស្ថាប័នពាក់ព័ន្ធដើម្បីផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យានិងព័ត៌មានសម្ដៅរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងធានាសន្តិសុខសុវត្ថិភាពព្រំដែនជាតិក៏ជាចំណុចដែលប្រមុខក្រសួងមហាផ្ទៃណែនាំឲ្យយកចិត្តទុកដាក់ផងដែរ